ប្រដាប់អាវុធហូធីនៅប្រទេសយេម៉ែនថ្មីនេះគម្រាមថាខ្លួននឹងបន្តបាញ់ស្រោចមីស៊ីលក៏ដូចជាប្រើយន្តហោះដ្រូនវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែលបើសិនបត់ឈប់បាញ់នៅតំបន់កាហ្សាដួលរលំនេះបើយោងតាមលិខិតមួយផ្ញើទៅកាន់ចលនាក្រុមហាម៉ាស់ប៉ាឡេស្ទីននៅក្នុងលិខិតនោះមេដឹកនាំទៅតែងតាំងថ្មីរបស់ក្រុមហូធីគឺលោក Youssef al-Madani បានប្រាប់ក្រុមហាម៉ាស់ថាការបដិញ្ញារបស់យើងគឺការឈរប្រកៀកស្មារជាមួយអ្នករហូតមិនថាទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយការប្រកាសនេះកើតឡើងបន្ទាប់ពីក្រុមហូធីនៅពេលថ្មីនេះបានចាត់វិធានការចល័តទ័ពនៅក្នុងនោះរួមមានការជ្រើសរើសអ្នកប្រយុទ្ធថ្មីរាប់រយនាក់រឹតបន្តឹងវិធានការសន្តិសុខក្នុងតំបន់ពួកគេគ្រប់គ្រងបង្កើតចំណុចត្រួតពិនិត្យបន្ថែមនិងឃុំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិថែមទៀតដោយចោទប្រកាន់ពីបទធ្វើចារកម្មឲ្យអ៊ីស្រាអែលការវិវត្តទាំងនេះកើតឡើងបន្ទាប់ពីសន្ទរកថាតាមកញ្ចក់ទូរទស្សន៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីសប្តាហ៍មុនដែលបានចោទប្រកាន់ថាក្រុមហ៊ូធីបានបង្កការគំរាមកំហែងដល់អ៊ីស្រាអែលហើយថាការងារកំពុងដំណើរការដើម្បីលុបបំបាត់ពួកសកម្មប្រយុទ្ធនៅយេម៉ែនមួយនេះគួរបញ្ជាក់ថាចាប់តាំងពីសង្គ្រាមនៅកាហ្សាផ្ទុះឡើងនៅក្នុងខែតុលាឆ្នាំ2023មកក្រុមហូធីបានបាញ់ស្រោចមីស៊ីលផ្លោងនិងប្រើយន្តហោះដ្រូនរាប់រយគ្រឿងវាយលុកអ៊ីស្រាអែលដែលភាគច្រើនត្រូវបានកំទេចប៉ុន្តែការវាយប្រហារនោះបានផ្អាកជាបណ្ដោះអាសន្នចាប់តាំងពីមានបទឈប់បាញ់បច្ចុប្បន្នដែលចូលជាធរមាននៅថ្ងៃទី10ខែតុលាភាគច្រើនក្រុមហូធីបានកំណត់គោលដៅវាយប្រហារលើកប៉ាល់មានទំនាក់ទំនងជាមួយអ៊ីស្រាអែលដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមហើយកន្លងមកពួកគេបានបាញ់ពន្លិចកប៉ាល់ចំនួន4គ្រឿងរួចមកហើយ